trong ban đầm lái từ bằng cកើតvì là đời khuôn ảnh bà xong bằng ôn chui cho rụp cả đắng rư soi chiếu rư subscribe bà nằm bấy cho tụi nè tụi nông cho mùi rụp nhóm bà là ngày bà đam bay bà nằm lái rư miền nằm lái từ bằng cកើតlàm để khuôn ảnh bà bằng cកើតvì làm để khuôn ảnh bà này chỉ cà bật bà vì mình chỉ thực sự đây vì chỉ cà bật bà đầm lại rồi bỏ dương đầm lại khuôn rồi bỏ dương kết du rồi bỏ dương phiệt lại nâu rồi bỏ dương cứ việc tranh lang vì khuôn dương bà lấy Obama thà dương Obama thà dương liệt bẹt khá cái chê cái cha hay thùng khăn bà thùng khăn ọt lọ chẳng hạn là thùng khăn ọt lọ thùng khăn oi vì mình oi đây là mũi đấy bà là thùng khăn oi ọt lọอย่างtới bà châu tới khăn ông chân nào kê đại kê cặp bông đại ông cùi lê như đường cùi hộp chọc ấy thò mà đá sơ tha ta kê kết dạng mà chìm bùi dương bà cáiประกอบជាមិនឲ្យតម្លៃbàគេមិនប្រកាសជាមិនឲ្យតម្លៃយើងទេបាទអញ្ចឹងមានន័យថាយើងចង់បានតម្លៃខ្លួនយើងតើយើងស្លៀកពាក់ឲ្យស្អាតសមរម្យបាទឲ្យស្អាតសមរម្យបាទដូចនៅខ្ញុំដូចចាំបានហាងមួយបាទគេលក់គេមើលអតិថិជនណាកាលណាស្លៀកពាក់អត់នេះហ្នឹងគេអត់ឲ្យចូលស្លៀកពាក់អត់សមរម្យតាមយើងថាគោលការណ៍ចោះគោលការណ៍របស់ហាងគេអត់ឲ្យចូលហាងគេណាបាទគេមិនមែនរើសអើងទេប៉ុន្តែជាគោលការណ៍ន័យថាឲ្យសមរម្យឲ្យថ្លៃថ្នូរបាទពីព្រោះតម្លៃយើងហ្នឹងវាកើតចេញពីសបកខាងក្រៅជាមុនសិនបាទសបកខាងក្រៅជាមុនសិនប៉ុន្តែសបកខាងក្រៅសំដៅទៅលើការស្លៀកពាក់សម្ភារៈម៉ូតូឬឡានបាទកាត់សក់បាទទឹកមុខញញឹមពាក្យសម្ដីនិយាយដឹងខុសដឹងត្រូវសមរម្យអាហ្នឹងហើយគេឲ្យតម្លៃគេចាប់ដើមមើលពីហ្នឹងទៅមុនបាទគេមើលពីហ្នឹងទៅមុនបាទប៉ុន្តែយើងចង់និយាយថាយើងធ្វើលក្ខណៈសមរម្យណាកុំមកឆាតឆាយហឺហាបាទកុំមកឆាតឆាយហឺហាបាទហើយលក្ខណៈខាងក្នុងគឺតើយើងមានចំណេះដឹងច្រើនដែរឬទេបាទយើងមានការងារល្អត្រឹមត្រូវដែរឬទេបាទជួនកាលយើងមានលុយច្រើនមែនតែការងារយើងអត់ល្អការងារយើងអត់ល្អសំដៅទៅលើការងារដែលប៉ះពាល់អ្នកដទៃណាធ្វើឲ្យអ្នកដទៃវិនិច្ឆ័យអន្តរាយអីអាហ្នឹងក៏អាចយើងគ្មានតម្លៃដែរក៏អាចគេមិនឲ្យតម្លៃដែរបាទអាហ្នឹងវាពាក់ព័ន្ធគ្នាអញ្ចឹងការងារល្អមានន័យថាការងារល្អមានន័យថាយើងមានដៃគូជាមួយគ្នាយើងមានអតិថិជនអញ្ចឹងគេយករបស់យើងទៅគេក៏បានចំណេញយើងក៏បានចំណេញអាហ្នឹងគេហៅការងារល្អហើយប៉ុន្តែការងារមួយទៀតហ្នឹងវាអត់ល្អហ្នឹងអាហ្នឹងខ្ញុំខ្ជិលនិយាយព្រោះអីនិយាយទៅវាអាចប៉ះពាល់អីអញ្ចឹងក៏ណាបងប្អូនពិចារណាអញ្ចឹងណាបាទហើយអញ្ចឹងអ្វីក៏ដោយដែលយើងចង់បានតើយើងប្រឹងដោយខ្លួនយើងមិនមែនថាតម្លៃឬមួយក៏លុយកាក់បាទយើងចង់បានលុយកាក់តើយើងប្រឹងធ្វើការងាររកស៊ីបាទយើងរកស៊ីដោយសុចរិតដោយទៀងត្រង់ខ្ញុំនៅតែនិយាយពីរឿងត្រឹមត្រូវល្អត្រឹមត្រូវខ្ញុំនៅតែនិយាយអញ្ចឹងបាទខ្ញុំឲ្យតម្លៃទៅលើសិលធម៌គុណធម៌ការធ្វើល្អហ្នឹងគឺខ្ញុំនៅឲ្យតម្លៃហើយខ្ញុំប្រកាន់ភ្ជាប់ដាក់ខ្លួនខ្ញុំតែណាមណាបាទគឺខ្ញុំទម្លាប់ខ្ញុំពេលខ្ញុំដើរឆ្ងាយខ្ញុំមានទ្រឹស្ដីមួយគឺថាធ្វើយ៉ាងណាឲ្យបានសុខបាទធ្វើយ៉ាងណាឲ្យបានសុខបាទអញ្ចឹងហើយកាលណាយើងមានទ្រឹស្ដីមួយកាលណាយើងមានគោលគំនិតនៅក្នុងខ្លួនយើងនៅក្នុងចិត្តយើងអញ្ចឹងណាយើងចាត់ទុកថាជាវិន័យណាអញ្ចឹងយើងធ្វើអ្វីក៏ដោយនិយាយស្ដីអ្វីក៏ដោយគឺយើងប្រយ័ត្នប្រយែងបាទហ្នឹងហើយប្រយ័ត្នប្រយែងទាំងការជិះម៉ូតូឬក៏ជិះឡានអីនេះយើងប្រយ័ត្នប្រយែងយើងអត់ចេះវ៉ាវអីទេការនិយាយស្ដីអី
នឹងអាងយើងទៅពីអីឧមាណាទៅពីក្រុងអីចឹងនិយាយស្ដីចង់មើងងាយគេអត់បានទេកុំបាទហ្នឹងគេមិនឲ្យតម្លៃយើងទេណាបាទកាន់តែសាមញ្ញបាទកាន់តែសាមញ្ញកាន់តែដាក់ខ្លួនកាន់តែមានតម្លៃអាហ្នឹងសបកក្រៅប៉ុន្តែសាច់ខាងក្នុងគឺត្រូវតែមានចំណេះដឹងចំណេះជំនាញបាទចំណេះដឹងឲ្យច្រើនចំណេះជំនាញឲ្យច្រើនបទពិសោធន៍ឲ្យច្រើនបាទមានភាពឆ្លាតវៃចេះបត់បែនបាទចេះបត់បែនចេះអីបាទហើយត្រូវមានការងារល្អនិងត្រូវមានទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺចេញមកពីយើងប្រឹងប្រែងបាទប្រឹងប្រែងទាំងចំណេះដឹងក៏យើងប្រឹងប្រែងសិក្សារៀនសូត្រអានស្ដាប់បាទជំនាញក៏យើងប្រឹងប្រែងរៀនពីសាលាមកដើម្បីបានជំនាញបាទហើយនៅពេលដែលបានដេញចំណេះដឹងជំនាញមកហើយនឹងត្រូវប្រឹងដេកគិតយកជំនាញនឹងយកមកប្រើឲ្យត្រូវដើម្បីបានចំណូលបានសល់លុយសល់កាក់ហើយបានលុយបានកាក់មកនឹងត្រូវចេះសន្សំទុកដាក់បាទទុកដាក់ឲ្យសល់លុយឲ្យបានច្រើនឬមានទ្រព្យសម្បត្តិច្រើនឬមួយក៏ផ្ទះល្អធំបាទអាហ្នឹងហើយដែលជាតម្លៃនោះដែលយើងបង្កើតឡើងដោយខ្លួនឯងបាទយើងធ្វើវាដោយសេចក្តីល្អបាទយើងធ្វើវាដោយសេចក្តីល្អយើងមាននៅក្នុងភូមិក្នុងស្រុកមួយដែលយើងមានជាងគេយើងចេះដឹងជាងគេហើយយើងជាមនុស្សល្អទៀតអូបងប្អូនតម្លៃគឺខ្ពស់គឺគេគោរពណាស់បាទគឺគេគោរពយើងណាស់គេគោរពគេស្រឡាញ់យើងណាស់បាទដូច្នេះខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងបាទចង់បានតម្លៃគឺត្រូវបង្កើតវាឡើងដោយខ្លួនឯងបាទហ្នឹងឯងខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទសូមអរគុណហើយសូមបងប្អូនជួយ comment ជួយឆ្លងឆ្លើយអីតាមរយៈ comment ហ្នឹងផងទៅពីព្រោះថាខ្ញុំនិយាយក៏វាមិនត្រូវគ្រប់10ឯដែរបាទហ្នឹងហើយខ្ញុំនិយាយទៅតាមការឆ្លងកាត់របស់ខ្ញុំទៅតាមការសិក្សារៀនសូត្រអានធ្វើស្ដាប់ច្រើនអីចឹងដើរច្រើនអញ្ចឹងខ្ញុំចេះលើកយកមកនិយាយដើម្បីបានជាចំណេះដឹងចែកគ្នាទៅវិញទៅមកអញ្ចឹងណាបងប្អូនជួយ comment ជួយអីផងបាទអញ្ចឹងអរគុណបាទសូមគោរពលាបាទ